យើងត្រូវធ្វើមិនដើម្បីឲ្យខ្លួនឯងនឹងមានចំហររងមាំមិនតក់ស្លុតនឹងភាពស្វាហាប់របស់យើងកុំឲ្យយើងតក់ស្លុតនៅពេលដែលយើងជួបអតិជនដែលគាត់កាចគាត់ឆ្នាស់ដែលគាត់ររឿងកោទាំងព្រឹកព្រោះជាទូទៅវាមានអីភ្ញៀវខ្លះគាត់ស្លូតគាត់យកយល់អីចឹងទៅភ្ញៀវខ្លះគឺអត់ទេគាត់កាចគាត់ររឿងឬក៏ដាក់អីទៅអត់ចំអារម្មណ៍គាត់ឬក៏ខុសអារម្មណ៍គាត់ទាំងមកទាំងព្រឹកហ្មងអញ្ចឹងយើងធម្មតាយើងជាអ្នកលក់យើងត្រូវតែមានអារម្មណ៍មួយថាភ័យតក់ស្លុតហើយយើងនឹងអាចបាត់បង់ចំហខ្លួនឯងទៀតពេលហ្នឹងអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចដើម្បីទប់អារម្មណ៍ឲ្យខ្លួនឯងនឹងនៅមានភាពរឹងមាំមិនតក់ស្លុតអញ្ចឹងណាលោកគ្រូអូខេ very good មែនតើអរគុណមែនតើអរគុណសម្រាប់សំណួរពិតជាល្អខ្ញុំអាចនិយាយថាសំណួរពិតជាល្អពីព្រោះយើងសម័យមើលអត់បែងចែកថាយើងចុះទៅកន្លែងអតិថិជនឬក៏អតិថិជនគាត់ឆាតមកយើងតាមទូរស័ព្ទឬក៏គាត់ដើរមកដល់ហាងយើងនេះព្រលឹមអល់អូខេគាត់មកដល់គាត់កោយើងតាំងព្រឹកតែម្ដងគាត់ឆាតមកកោយើងហ្មងយើងទៅដល់គាត់កោយើងហ្មងអញ្ចឹងអារម្មណ៍យើងប្រកាសជាតក់ស្លុតហើយយើងប្រកាសជាមានកំណត់ម្យ៉ាងថាចំម៉ែ bad day ថ្ងៃហ្នឹងសួយមកជាថ្ងៃសួយរបស់យើងបើយើងពិតជាមានកំណត់ថាថ្ងៃហ្នឹងជា bad day របស់យើងជាថ្ងៃសួយរបស់យើងណាយើងប្រកាសជាបាត់ភាពស្វាហាប់ហើយយើងអាចនឹងទម្លាក់កិច្ចប្រឹងប្រែងរបស់យើងចោលមួយភាគធំហ្នឹងចុះប្រសិនបើយើងទម្លាក់កិច្ចប្រឹងប្រែងរបស់យើងចោលមួយភាគធំហ្នឹងថ្ងៃហ្នឹងប្រហែលជាយើងនឹងមិនទទួលបានលទ្ធផលល្អប្រសើរទេខ្ញុំនិយាយថាអត់ទទួលបានលទ្ធផលល្អប្រសើរដោយសារតែយើងប្រកាសជាធ្វើការអត់បានពេញលេញទេអត់បានមកចាត់ទេអារម្មណ៍របស់យើងប្រកាសជារៀងរវើរវាយរៀងទះតែងរៀងមិនអស់ចិត្តណាដល់តែពេលយើងមានអារម្មណ៍ទាំងអស់នឹងកើតមានវាធ្វើឲ្យយើងខ្លួនឯងផ្ទាល់ហ្នឹងបញ្ចេញអាការៈបញ្ចេញកាយវិការធ្វើសកម្មភាពអត់សូវចំជាមួយនឹងអ្វីដែលអតិថិជនចង់បានដែរខ្ញុំអាចនិយាយឧទាហរណ៍ថានៅពេលដែលអារម្មណ៍យើងរវើរវាយអារម្មណ៍យើងមិនពេញលេញពេលដែលយើងធ្វើសកម្មភាពទៅដូចស្ត្រីមេផ្ទះដែលគាត់ស្លមកតែគាត់ស្លកកោចុះអាទឹកនោះទៅផ្សឹងទៅនៅអាសាច់នោះទៅស្ពឹងទៅអាបន្លែនោះទៅផ្សឹងទៅវាអត់ចូលជាតិគ្នាចឹងខ្ញុំចង់និយាយថាអារម្មណ៍យើងទៅផ្សេងពាក្យសម្ដីយើងទៅផ្សឹងទឹកមុខយើងទៅផ្សេងកាយវិការយើងទៅផ្សឹងអត់ស៊ីគ្នាទេដល់ទីនេះគាត់ទៅជាមានបញ្ហាតែបងអញ្ចឹងសួរថាតើយើងធ្វើម៉េចដើម្បីឲ្យយើងអាចរក្សាភាពស្វាហាប់បានចម្លើយរបស់ខ្ញុំចង់ឲ្យបងប្អូនពិចារណាចេះកុំចាត់បីសាច់មួយចោលគឺបីសាច់អមរែកណាជាងមើលពីអមរែកខ្ញុំចង់និយាយថាម៉េចខ្ញុំចង់និយាយថារឿងដែលយើងមកធ្វើការយើងមកបំពេញទូនាទីជាអ្នកលក់រឿងដែលយើងឆ្លើយឆាតយើងក៏បំពេញទូនាទីជាអ្នកលក់ឲ្យគាត់ដូចគ្នាអតិថិជនកោហ្នឹងមិនមែនគាត់កោយើងទេប៉ុន្តែគាត់កោអ្នកលក់គាត់កោអ្នកលក់ហើយអ្នកលក់ជាទូទៅក៏តែងតែជួបបញ្ហាជារឿងធម្មតាយើងចាត់ទុកថាការកោហ្នឹងគាត់កោក្នុងនាមយើងកំពុងតែធ្វើជាអ្នកលក់គាត់កោជាការងាររបស់យើងគាត់កោជាទូនាទីរបស់យើងប៉ុន្តែមិនមែនគាត់កោយើងមិនមែនគាត់រករឿងយើងទេណាអញ្ចឹងឲ្យតែយើងអាចកំចាត់អមរែកនឹងកុំយកបញ្ហានៅក្នុងការងារមកដាក់នៅក្នុងជីវិតរបស់យើងតខ្លួនយើងប្រកាសជាអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយើងប្រកាសជាអាចរក្សាជំហររឹងមាំជំហរនឹងណហើយថែមទាំងមានភាពស្វាហាប់ទៅជជែកទៅពិភាក្សាទៅចរចាជាមួយនឹងអ្នកលក់ដទៃជាមួយនឹងអតិថិជនដទៃទៀតនេះជាចំណុចសំខាន់ដែលខ្ញុំចង់ឲ្យបងប្អូនពិចារណាមែនទេពីអមរែកនេះសំខាន់ណាស់ខ្ញុំនិយាយតាមត្រង់មនុស្សយើងពិចារណាមានអមរែកហ្នឹងឯងពេលខ្លះយើងទៅជួបអតិថិជនកគាត់កំពុងតែខឹងជាមួយនឹងអ្នកលក់មុនដែលគាត់បានឈប់បាត់ទៅហើយក្រុមហ៊ុនគាត់ក៏អាសាញយើងឲ្យទទួលខុសត្រូវបន្តជាមួយនឹងអតិថិជនហ្នឹង
ស្រាប់តែពេលដែលយើងទៅជួបគាត់អតិថិជននោះគាត់ដឹងតែយើងមកពីក្រុមហ៊ុនហ្នឹងវាយប្រហារយើងយកបណ្ដោយចឹងនៅពេលដែលគាត់វាយប្រហារយើងយកយើងឯនេះអត់ចេះគ្រប់គ្រងខ្លួនឯងយើងក៏មានអារម្មណ៍ថាការងារនឹងពិបាកហើយអ្នកលោកមុនហ្នឹងអត់មានទំនួលខុសត្រូវសោះជាមនុស្សអត់មានវិជ្ជាជីវៈអីចឹងដែរបើយើងពិតជាមានអារម្មណ៍បែបហ្នឹងគឺយើងយករឿងយកបញ្ហានៃការងារហ្នឹងមកដាក់នៅក្នុងខ្លួនរបស់យើងអញ្ចឹងវាជាអម្រែកនៅក្នុងជីវិតរបស់យើងហើយវាជាអម្រែកនៃការងាររបស់យើងប៉ុន្តែប្រសិនបើអ្នកនរគ្នាកំចាត់អម្រែកនឹងកុំអត់ចោលកុំអត់ក្បាលមួយវាហើយប្រាប់ខ្លួនឯងចេះអត់ខ្វល់ទេនរណាក៏ដោយដែលគេបង្កើតបញ្ហាឲ្យគេបង្កើតចោះក៏ប៉ុន្តែប្រសិនបើយើងគឺជាជនរងគ្រោះនៃបញ្ហាហ្នឹងយើងត្រូវតែដោះស្រាយវាយើងត្រូវតែគ្រប់គ្រងវាយើងត្រូវតែបង្ការវាទើបយើងអាចធ្វើការងាររបស់យើងបានល្អរឿងអ្នកលោកមុនគាត់បង្កើតបញ្ហាគឺជារឿងរបស់គាត់ក៏ប៉ុន្តែពេលនេះយើងកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាដែលគាត់បង្កើតហើយយើងគឺជាអ្នកទទួលផលវិបាកកាត់ចេញពីបញ្ហាហ្នឹងអញ្ចឹងយើងអត់មានមធ្យោបាយអីផ្សេងក្រៅពីប្រឹងឲ្យអស់ពីលទ្ធភាពទៅកែកុនទៅកែខៃទៅដោះស្រាយទៅគ្រប់គ្រងទៅបង្កបញ្ហាហ្នឹងកុំឲ្យវារីកធំទៅវិញដោះបញ្ចប់វាឲ្យបានដើម្បីយើងអាចធ្វើការងាររបស់យើងបានល្អហើយយើងអាចបង្កើតលទ្ធផលបានគោលដៅសំខាន់របស់យើងគឺបង្កើតលទ្ធផលអញ្ចឹងបើយើងកំណត់គោលដៅឲ្យច្បាស់ថាបង្កើតលទ្ធផលទោះបីយើងជួបឧបសគ្គយ៉ាងម៉េចក៏ដោយក៏យើងអត់យកវាដាក់ដល់ខ្លួនដែរឲ្យតែយើងអត់យកឧបសគ្គមកដាក់ដល់ខ្លួនមានន័យថាយើងបានកំចាត់បិសាចអម្រែកបានដោយជោគជ័យចម្លើយរបស់ខ្ញុំបងប្អូនទាក់ទងជាមួយនឹងធ្វើម៉េចដើម្បីរក្សាចំហបានហ្នឹងអត់ពិបាកទេកំចាត់បិសាចក្បត់ចោលណាកំចាត់បិសាចក្បត់ចោល